ក្រុមហ៊ុន Cambrew Gas បៀ Cambodia និងរដ្ឋបាលខេត្តកំពង់ធំរួមគ្នាដាំឈើក្រោមគំនិតដូចផ្ដើមសហគមន៍បៃតងក្នុងស្មារតីរួមគ្នាដើម្បីបរិស្ថាននិងសហគមន៍បៃតងក្រុមហ៊ុន Cambrew Gas បៀ Cambodia ដែលមានប្រតិបត្តិការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជានិងជាអ្នកផលិតស្រាបៀរអង្គរដែលជាពាណិជ្ជសញ្ញាជាតិដ៏ល្បីល្បាញនៅកម្ពុជាបានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីដាំដើមឈើក្រោមគំនិតផ្ដួចផ្ដើមសហគមន៍បៃតងនៅក្រុងស្ទឹងសែនខេត្តកំពង់ធំដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាននិងអភិវឌ្ឍប្រកបដោយចីរភាពគំនិតផ្ដួចផ្ដើមនេះក៏មានគោលដៅបន្តបញ្ជាក់ពីការបដិញ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការយកចិត្តទុកដាក់ចំពោះសហគមន៍និងប្រជាជនកម្ពុជាដែលក្រុមហ៊ុនបានផ្ដោតអស់រយៈពេលជាង60ឆ្នាំកន្លងមកនេះព្រឹត្តិការណ៍ដាំដើមឈើនេះក៏បានធ្វើឡើងស្របពេលនឹងការដាក់ដំណើរការនៅក្របខ័ណ្ឌចីរភាពសកលថ្មីរបស់ក្រុមហ៊ុន Gasbia Group ដែលជាក្រុមហ៊ុនមេរបស់ Cambrew ក្រោមគោលដៅចីរភាពការអភិវឌ្ឍដើម្បីអនាគតកាន់តែប្រសើរដែលផ្ដោតលើការការពារធម្មជាតិការអភិវឌ្ឍធនធានមនុស្សនិងការអនុវត្តអាជីវកម្មដោយទំនួលខុសត្រូវខ្ពស់ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងលោក Michael Oleman អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew ព្រមទាំងមានការចូលរួមពីមន្ទីរជំនាញខេត្តអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋនិងបុគ្គលិក Cambrew ក្នុងស្មារតីរួមគ្នាដើម្បីសហគមន៍បៃតងកម្ពុជាបៃតងនៅក្នុងសន្ទរកថាលោក Michael Oleman បានគូសបញ្ជាក់ថាការអនុវត្តអាជីវកម្មដោយការទទួលខុសត្រូវចំពោះសង្គមគឺជាផ្នែកមួយនៃអត្តសញ្ញាណនិងរបៀបនៃការធ្វើប្រតិបត្តិការនៅក្រុមហ៊ុន Cambrew ដោយលោកចាត់ទុកកម្ពុជាគឺជាផ្ទះរបស់យើងហើយរាល់ដំណក់ភេសជ្ជៈដែលយើងផលិតគឺកើតចេញពីគោលបំណងជាក់លាក់របស់យើងចាប់តាំងពីការបង្កើតក្រុមហ៊ុនលើកដំបូងគឺការអភិវឌ្ឍកាន់តែប្រសើរទាំងថ្ងៃនេះនិងថ្ងៃស្អែកលោកថាតួនាទីរបស់ Cambrew ឬ Gasbia នៅកម្ពុជាមិនបានកំណត់ត្រឹមតែការផលិតភេសជ្ជៈដ៏មានគុណភាពសម្រាប់អតិថិជនប៉ុណ្ណោះទេប៉ុន្តែយើងក៏ចង់ឃើញសហគមន៍របស់យើងមានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាពដោយដែលថាគ្មានសហគមន៍គ្មានអាជីវកម្មពួកយើងត្រូវរីកចម្រើនជាមួយគ្នាក្រៅពីការផ្ដល់អត្ថប្រយោជន៍ផ្នែកអាកាសធាតុដូចជាការស្រូបយកអូស្មန်កាបូននិងការជួយបង្កើនភាពធន់ចំពោះបម្រែបម្រួលអាកាសធាតុគំនិតផ្ដួចផ្ដើមនេះក៏នឹងបង្កើតជាកេរដំណែលដ៏មានអត្ថន័យសម្រាប់មនុស្សជំនាន់ក្រោយលោកក៏បានបន្ថែមថាដើមឈើមួយដើមគឺជាក្តីសង្ឃឹមមួយការដាំនៅថ្ងៃនេះគឺយើងកំពុងដាំក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយពួកគាត់នឹងមានម្លប់ជ្រកនិងមានខ្យល់ដកដង្ហើមដ៏បរិសុទ្ធគួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ2023មកក្រុមហ៊ុន Cambrew បានដាំដើមឈើសរុបជាង 1000 ដើមនៅទូទាំងប្រទេសតាមរយៈកិច្ចសហការជាមួយអាជ្ញាធរអង្គការសង្គមស៊ីវិលវិស័យឯកជនយុវជននិងដៃគូពាក់ព័ន្ធនានាដែលបង្ហាញពីការបដិញ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុនក្នុងការការពារបរិស្ថាននិងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព